សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ហាងឆេងមាសនៅក្នុងថ្ងៃនេះផងដែរកំពុងតែស្ថិតនៅក្នុងទំនោរចុះអញ្ចឹងតើមូលហេតុអ្វីបានជាតម្លៃមាសស្ថិតនៅក្នុងទំនោរចុះនៅថ្ងៃនេះតោះមកតាមដានពីការបកស្រាយរបស់ខ្ញុំតម្លៃមាសកាលពីយប់មិញបានឡើងមកដល់តម្លៃ3333ជាងក្នុង1អោនហើយបន្តមកទៀតទើបវាធ្វើការធ្លាក់ចុះមកដល់តម្លៃបច្ចុប្បន្នស្ថិតនៅក្នុងតម្លៃ32.94 ឬ$3294នៅក្នុង1អោនហើយដោយការធ្លាក់ចុះនេះដោយសារតែព័ត៌មានសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលចេញកាលពីយប់មិញម៉ោង7កន្លះគឺមានទិន្នន័យល្អផលវិជ្ជមានដែលធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃកត្តាដែលធ្វើឲ្យសេដ្ឋកិច្ចល្អក្នុងនោះគឺមានពីរព័ត៌មានធំៗតាក់ទងនឹងការបញ្ជាទិញទៅលើសម្ភារៈរយៈពេលយូរដែលវាល្អជាងការរំពឹងទុកដល់ទៅជិត2ដងហើយចំនួនអ្នកអត់ការងារធ្វើក៏មានការថយចុះផងដែរដែលនេះបញ្ជាក់អំពីសេដ្ឋកិច្ចរបស់ប្រទេសអាមេរិកមានផលវិជ្ជមានដែលធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃហើយតម្លៃមាសក៏បានចុះថ្លៃមកវិញដោយអ្នកវិនិយោគឬមួយក៏អ្នកជួញដូរនៅក្នុងវិស័យ Forex កំណត់ទិសដៅថ្មីឲ្យតម្លៃមាសអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការជួញដូរតម្លៃហាងឆេងមាសប្រចាំថ្ងៃឬស្វែងរកតំបន់តម្លៃណាសម្រាប់ធ្វើការជួញដូរល្អមានហានិភ័យទាបបងប្អូនអាចតាមដាននៅក្នុងវីដេអូបន្ទាប់ដែលខ្ញុំនឹងធ្វើការវិភាគជូនផ្នែក technical អរគុណ